អូទៅពួកគាត់ធ្វើដំណើរក្នុងថ្ងៃហ្នឹងគឺតាម1ម៉ោងជាងទេថា2ម៉ោងចុះតែឥឡូវជឿថា2ម៉ោងហ្នឹងគឺស៊ីផុយពេលដល់ហុងកុងហើយខ្ញុំត្រូវចាំ4ម៉ោងអូតត flight ខ្ញុំបន្ទាប់ផុសចេញពីហុងកុងទៅ San Francisco ទៅពេលហ្នឹងគឺអស់កម្លាំងងុយដេកខ្លាំងមែនតើហ្មងហាឃ្លានក៏ឃ្លានដែរនៅឃើញថាឃ្លានហើយចាំការមិនរកអីញ៉ាំខ្ញុំនេះគឺខ្ញុំចូលចិត្តរកកន្លែងញ៉ាំហ្នឹងទៅហៅបានភោជនីយដ្ឋានដែល local របស់គេដែលជនជាតិហុងកុងគេញ៉ាំហ្មងច្រើនជនបរទេសគឺអត់ស្គាល់តែគឺចូលនិយាយចិនធម្មតាខ្ញុំនេះគេចាក់ចិនហើយចាំការចាក់ចិនមួយគេដែរទៅ customer service របស់គេនៅហាងហ្នឹងគឺស្រួលហើយល្អខ្លាំងមែនតើគឺគាត់ជួយ order ខ្ញុំដែលខ្ញុំបាន order ហ្នឹងគឺជាបាយសាច់កងានហើយនិងសាច់ជ្រូកបើនិយាយទៅវារៀងប្លែកម្យ៉ាងប៉ុន្តែ oh my god ម្ហូបរបស់គេហ្នឹងគឺឆ្ងាញ់ខ្លាំងបូកជាមួយនឹងទឹកស៊ុបរបស់គេហ្នឹងទៀតអាស៊ុបផ្សិតជាមួយនឹងសាច់មាន់ខ្ញុំមិនអាចពិពណ៌នាបានទេប៉ុន្តែដឹងតែឆ្ងាញ់ខ្លាំងហើយបន្ទាប់ពីញ៉ាំឆ្អែតហើយហ្នឹងគឺទៅរកកន្លែងបតព្រោះជិតដល់ម៉ោងនៅត្រូវហោះទៅ San Francisco តែហោះចេញពីហុងកុងរៀងញ៉ៃតិចព្រោះម្នាក់គឺកាត់ queue គេអញ្ចឹងច្រឡំអត់មានដឹងថាណាគ្រប់ណាបានផងហ្នឹងនៅលើ flight ហ្នឹងគឺគេឲ្យជាភេសជ្ជៈរបស់យើងហ្នឹងហៅ welcome drink ខ្ញុំក៏ហៅ wine ដែលស្រាក្រហមហើយនឹងសណ្តែកដីបន្ទាប់មកហើយនេះគឺគេដល់ម៉ោង dinner ទៅគឺហោះហ្នឹងគឺសប្បាយតែញ៉ាំទេហើយ dinner ឬមួយក៏អាហារពេលល្ងាចហ្នឹងគឺគេមានជាបាយសាច់មាន់ដែរតែលក្ខណៈមួយថារៀងហឹលហ្នឹងមួយទៀតសក់របស់គេនេះសក់ជ្រូកនេះគឺប្រៃខ្លាំងមែនតើខ្ញុំញ៉ាំអត់កើតហើយគេមានជាផ្លែឈើហើយនឹងនំប៉័ងហើយក៏គេមានក្រែមដើម្បីលាងមាត់ដូចគ្នាដែរនិយាយទៅក្រែមហ្នឹងគឺដដែលទៅខ្ញុំនិយាយឲ្យនិយាយទៀតអាហារនៅលើយន្តហោះគឺខ្ញុំអត់សូវចូលចិត្តញ៉ាំអានេះដោយសារវាមិនត្រូវមាត់ខ្ញុំណាតែយើងចេះតែញ៉ាំទៅឲ្យតែរស់ទៅកុំឲ្យឃ្លាននៅលើយន្តហោះព្រោះគេឲ្យអាហារយើងហើយយើងញ៉ាំទៅបន្ទាប់ពីដាក់ស្រាក្រហមមួយកែវហ្នឹងហើយគឺ8ម៉ោងគឺគេដាច់និយាយទៅបានស្រាក្រហមហើយគឺគេស្រួលហ្មងនិយាយមែនបន្ទាប់ពីភ្ញាក់ហើយហ្នឹងគឺទៅលុបមកផ្លែតនិយាយទៅបន្ទប់ទឹករបស់គេគឺទទួលយកបាននឹង clean ស្អាតល្អតែលុបមកហើយហ្នឹងឥឡូវដល់ពេលញ៉ាំអាហារពេលព្រឹកទៀតទៅឆ្ងាញ់ហ្មងរឿងញ៉ាំហ្នឹងអញ្ចឹងថ្ងៃហ្នឹងអាហារពេលព្រឹករបស់គេគឺគេមានជាប្រភេទ dim sum ទៅ dim sum ហ្នឹងខ្ញុំចូលចិត្តហើយថាវាទទួលយកបានដែរនិយាយទៅវាមិនស្រស់វាមិនឆ្ងាញ់នៅលើដីទេទទួលយកបានមួយទៀតគឺគេផ្ដល់ឲ្យយើងដូចជាទឹកដោះគោជូរដែរនិយាយទៅដោះគោជូរហ្នឹងវារៀងជូរផ្អែមណាឆ្ងាញ់ដែរហើយខ្ញុំចូលចិត្តជាងគេអា dim sum បកានេះគឺនៅក្នុងនោះវាមានសាច់បកាអូឆ្ងាញ់មែនហើយបើអ្នកទាំងអស់គ្នាសួរថាជិះ10ម៉ោងជាងហ្នឹងក៏អត់ធុញទេតែអត់ធុញទេដោយសារតែគេមានទូឲ្យយើងមើលបើនិយាយពីរឿង e ចិននេះវិញគឺគាត់ថតតាពីឡើងរហូតដល់ចប់និយាយទៅទូរស័ព្ទរបស់គាត់ហ្នឹង 2T ហ្នឹងគឺពេញអស់ហើយវីដេអូពេលខ្ញុំព្យាយាមថតរូបខ្ញុំថតវីដេអូខ្ញុំអីគឺគាត់ចាប់ផ្ដើមមើលខ្ញុំហើយគាត់ចំណែនគាត់ស្អាតដូចខ្ញុំនិយាយលេងឥឡូវហ្នឹងគឺដល់ហើយដល់ San Francisco ចុះពេលយើងដល់ San Francisco ហើយគឺយើងត្រូវយកអីវ៉ាន់ចេញដើម្បីធ្វើការ recheck in តែដោយសារតែខាងបរិញ្ញាខ្មែរបរិញ្ញាហុងកុងគឺគេអាច print boarding pass ខ្ញុំឲ្យខ្ញុំបានហោះចេញពី San Francisco ទៅ Portland ខ្ញុំត្រូវធ្វើការយកអាវ៉ាលីរបស់ខ្ញុំហ្នឹងទៅ check in ដល់កន្លែង check in counter ម្ដងអ្វីដែលអស្ចារ្យមួយទៀតនេះគឺខ្ញុំត្រូវចូល security check ម្ដងទៀតតែខ្ញុំទៅសើខ្លាំងមែនតើរយៈពេល2ម៉ោងគឺខ្ញុំធ្វើបានថ្ងៃហ្នឹងគឺរត់បាក់ជើងហ្មងនិយាយមែនមកហើយហ្នឹងគឺឥឡូវហ្នឹងគឺដល់ពេលដែលយើងត្រូវធ្វើការ board ចេញពី San Francisco ទៅ Portland ទៅ flight ហ្នឹងត្រឹមតែ1ម៉ោង20នាទីអញ្ចឹងវាអត់យូរទេនៅលើ flight ហ្នឹងគឺគេអត់មានអាហារយើងញ៉ាំទេប៉ុន្តែគេមានជាភេសជ្ជៈឲ្យខ្ញុំមាន diet coke ហើយនឹង cookie បានផងហ្នឹងគឺដល់ហើយឥឡូវហ្នឹងគឺដល់ពេលនៅ Portland នេះឥឡូវកំពុងតែដើរទៅយកអីវ៉ាន់និយាយទៅអីវ៉ាន់ខ្ញុំរៀងច្រើនតិចចឹងរៀងញ៉ៃអញ្ចឹងលើកដាក់ទៅវិញទៅមកមានអារម្មណ៍ថាឈឺដៃខ្លាំងមែនតើឥឡូវគឺយើងបានអីវ៉ាន់ឥឡូវគឺចាប់ផ្ដើមបើកឡានទៅផ្ទះអញ្ចឹងចំណាយពេលប្រហែលជាខ្ទង់1ម៉ោងទេមកដល់តែខ្ញុំមានតែប៉ុណ្្នឹងទេអរគុណដល់បងប្អូនដែលទស្សនាវីដេអូហ្នឹងតាំងពីដើមរហូត